ស្អប់គេគឺស្អប់ខ្លួនឯងជាងព្រោះសាងទុកនិងសាងភាពសៅមងឲ្យខ្លួនឯងចិត្តយើងគួរតែមិនមែនជាធុងសម្រាមដូច្នេះចូលកុំប្រមូលគ្រឿងស្មោកគ្រោកដាក់ចូលមកក្នុងចិត្តរបស់ខ្លួនគួរតែទុកដាក់របស់ល្អល្អដូចជាសទ្ធាសិលជាដើមជីវិតដែលមានតម្លៃមិនមែនព្រោះត្រកូលខ្ពង់ខ្ពស់ព្រោះទ្រព្យឬព្រោះមានអាយុវែងនោះទេជីវិតមានតម្លៃដោយចំណេះដឹងនិងគុណធម៌សិលល្អទិដ្ឋិត្រង់ធ្វើឲ្យជីវិតបរិសុទ្ធហើយជួយឲ្យអ្នកដទៃមានការចេះដឹងនិងរស់នៅបានសុខស្ងប់ផងនេះជាជីវិតដ៏ឧត្តមឧត្តមសត្វលោកខ្វល់នឹងជីវិតខ្លួនឯងគ្រប់តែជាតិកំណើតឥឡូវនេះបានជួបព្រះសម្មាសម្ពុទ្ធតាមរយៈព្រះត្រៃបិដកហើយនៅតែលើកយកបញ្ហាជីវិតមកខ្វល់មករវល់មកឲ្យជាប់ជំពាក់ហាក់ដូចជាមិនធ្លាប់បានរស់នៅក្នុងโลกនេះយ៉ាងនឹងឯងឯចំណែកជាមួយនឹងព្រះសម្មាសម្ពុទ្ធវិញហាក់ដូចជាមិនសំខាន់អ្វីសម្រាប់ជីវិតរបស់ខ្លួនឡើយទាំងឱវាទរបស់ព្រះអង្គក៏មិនអើពើនៅក្នុងការគោរពដែរចង់ស្រឡាញ់ចង់ស្អប់អ្នកណាស្រេចតែចិត្តខ្លួនឯងមិនមានការកោតក្រែងព្រះសម្មាសម្ពុទ្ធអ្វីបន្តិចឡើយមនុស្សយើងតែងតែមានការសោកសៅចំពោះការបាត់បង់នៅអ្វីជាទីហួងហែងតាមពិតអ្វីដែលបាត់បង់នោះវាជាអតីតាធម្មីដូចជាព្រះពុទ្ធអង្គទ្រង់ត្រាស់ក្នុងផតេករិតសូត្រថាយៈតតិតបហេណន្តាំងអ្វីដែលជាអតីតៈអ្វីនោះបានលះបង់ទៅហើយការព្រមលះបង់គឺជាការត្រូវគ្នានឹងអតីតាធម្មីបើមិនព្រមលះបង់ទេវាមានតែការកើតទុក្ខកន្ទុកន្ទិញតែប៉ុណ្ណោះព្រោះក្នុងโลกនេះមិនមានអ្នកណាមកប្រឆាំងជាមួយនឹងអតីតាធម្មីនេះបានឡើយដូច្នេះការព្រមលះបង់គឺជាមធ្យោបាយដែលអាចលះបង់នៅគ្រប់បញ្ហាទាំងអស់សេចក្តីទុក្ខផ្លូវចិត្តវាតាក់ទងនឹងគំនិតព្រោះដោយបរមត្តរឿងដែលនាំឲ្យកើតទុក្ខនោះវាមិនមានទេគឺមានត្រឹមតែចិត្តគិតប៉ុណ្ណោះដូច្នេះសេចក្តីទុក្ខផ្លូវចិត្តនោះត្រូវបានបញ្ចប់អស់ទៅភ្លាមដោយគ្រាន់តែដូរគំនិតមកគិតឲ្យបានត្រឹមត្រូវវិញប៉ុណ្ណឹងឯងព្រមចាញ់ដោយចិត្តគិតប្រកបដោយមេត្តាដូចមេត្តាសុខចិត្តចាញ់កូនតូចរបស់ខ្លួនគឺប្រសើរជាងការឈ្នះដោយមិនចងពីដោយរឿងរ៉ាវរបស់ព្រះបាទអជាតសតុនិងរឿងរ៉ាវនាងយក្ខិនីចូលក្នុងមេកូកូនខ្ចីជាដើមមួយថ្ងៃនៃជីវិតដែលបានមកដល់គឺជារង្វាន់ដ៏សំខាន់សម្រាប់យើងធ្វើអ្វីដែលល្អជាប្រយោជន៍ក្នុងការដែលបានកើតមកជាមនុស្សជួបនឹងព្រះពុទ្ធសាសនាអាយុគឺជាពរទី1ដូច្នេះនៅពេលដែលយើងភ្ញាក់ពីដំណេកក្រោកឡើងមកគឺយើងបានទទួលនៅពរដ៏ប្រសើរហើយមិនបាច់សូមអ្វីពីអ្វីទៀតទេមានតែសូមពីខ្លួនឯងតែប៉ុណ្ណោះដោយការមិនបណ្ដោយឲ្យជីវិតមួយថ្ងៃនោះកន្លងទៅឥតប្រយោជន៍នឹងឯងមិនសំខាន់នៅត្រង់ផ្ទះធំមានតម្លៃថ្លៃច្រើនទៅប៉ុណ្ណានោះទេសំខាន់នៅត្រង់ផ្ទះនោះមានសេចក្តីសុខដែរឬអត់ឬមានតែតម្លៃថ្លៃដោយមិនមានសេចក្តីសុខឲ្យដល់ម្ចាស់ផ្ទះមិនថាមានអ្វីច្រើនទៅប៉ុណ្ណានោះឡើយបើមិនពេញចិត្តហើយវាទៅជាអបសុខកើតទុកទៅវិញដូចជាព្រះបាទមន្ធាតុយ៉ាងនឹងឯងសេចក្តីសុខរបស់សត្វលោកទូទៅគឺនៅត្រង់ពេញចិត្តដែលគេតែងតែពោលថាសបាយឬសប្បាយណាស់ការពេញចិត្តមានពីរយ៉ាងម្យ៉ាងពេញចិត្តទៅតាមទំនើងនៃរាគៈការពេញចិត្តបែបនេះរមែងប្រព្រឹត្តទៅតាមទីកោចររបស់មីកិច្ចមិនរួចពីការទាស់ចិត្តនិងការភ័យព្រួយទេការពេញចិត្តម្យ៉ាងទៀតគឺពេញចិត្តក្នុងអារម្មណ៍ដែលគ្រប់គ្រងដោយសតិសម្បជញ្ញៈការពេញចិត្តនេះ
ប្រព្រឹត្តទៅក្នុងទីគោចររបស់ព្រះពុទ្ធជាបិតាជាឆន្ទិដ្ឋិបាតប្រកបដោយនេក្ខមសុខមិនចាំបាច់មានបានរបស់ក្នុងលោកនេះច្រើនឡើយបើចិត្តយើងមានសតិសម្បជញ្ញៈប្រព្រឹត្តទៅជាសុខក្នុងអារម្មណ៍របស់ខ្លួនឯងទាំងអារម្មណ៍នៃសេចក្តីសុខនោះទៀតសោតក៏រមែងមានគ្រប់វេលាបើយើងមិនឲ្យអភ័យដល់គេទេក៏យើងកែប្រែរឿងអតីតមិនបានដែរទោះបីជាយើងឲ្យអភ័យក៏នៅតែកែរឿងដែលកន្លងទៅហើយមិនបានដូចគ្នាប៉ុន្តែកែបានត្រង់ចំណុចសំខាន់គឺចិត្តរបស់យើងបើយើងគិតថាកំហុសអ្នកដទៃយើងមិនអាចឲ្យអភ័យបានយើងត្រូវគិតឲ្យអភ័យដល់ខ្លួនឯងវិញកុំធ្វើជាសត្រូវនឹងខ្លួនឯងឡើយបើយើងមានចិត្តស្ងប់ព្រោះមានបញ្ញាទទួលដឹងការពិតមួយគ្រាហើយយើងរមែងឃើញតម្លៃនៃសេចក្តីស្ងប់ចិត្តនេះប្រសើរជាងសម្បត្តិទ្រព្យនៅក្នុងโลกនេះទៅទៀតតើត្រូវការអ្វីទៀតបើចិត្តមិនកើតទុកទៅហើយនោះតាមពិតមកពីសេចក្តីប្រាថ្នានឹងឯងដែលនាំឲ្យកើតទុករឿយនោះដោយសាមញ្ញលក្ខណៈរបស់ចិត្តគឺចិត្តអត់ត្រូវការអ្វីទាំងអស់ពីអារម្មណ៍មានតែការរលត់សូន្យទៅប៉ុណ្ណោះកាលបើបានដឹងថាចិត្តទាំងពួងមានការកើតហើយរលត់ទៅវិញអត់ត្រូវការអ្វីពីโลกនេះប្រៀបដូចជាពន្លឺថ្ងៃឬផ្លេកបន្ទោដូច្នេះគឺរមែងមិនស្វែងរកផ្លូវដតីក្រៅអំពីរលឹកដឹងរឿយនៅលក្ខណៈពិតរបស់ចិត្តឬលក្ខណៈពិតនៃរូបធម៌និងនាមធម៌តែប៉ុណ្ណោះព្រោះបានដឹងថានេះជាផ្លូវនៃសេចក្តីស្ងប់ពិតចំណេះដឹងអ្វីក៏ដោយដែលនាំមកនៅបញ្ហាទុក្ខកង្វល់ឲ្យដល់ខ្លួនឯងនិងអ្នកដទៃចំណេះដឹងនេះមិនហៅថាឆ្លាតទេលុះត្រាណាតែចំណេះដឹងណាដែលនាំឲ្យសុខចិត្តស្ងប់ចិត្តមិនមានបញ្ហាទុក្ខកង្វល់ដោយស្រឡាញ់ដោយស្អប់ចំណេះដឹងនោះទៅហៅថាឆ្លាតជាព្រះសទ្ធមព្រះសម្មាសម្ពុទ្ធទូលមានដូចម្ដេចគឺដាក់ចុះនៅរបស់ដែលធ្ងន់ឥតប្រយោជន៍ព្រះពុទ្ធសាសនាដោះស្រាយបញ្ហាស្ងប់និងភ្លឺស្វាងមិនមែនសាងបញ្ហាទុក្ខកង្វល់ឲ្យដល់ខ្លួនឯងនិងអ្នកដទៃទេត្រូវប្រយ័ត្នការសម្លឹងទោសអ្នកដទៃហើយកើតទុក្ខខ្លួនឯងហើយក៏ត្រូវប្រយ័ត្នការមិនសម្លឹងទោសអ្នកដទៃព្រោះអកតេនឹងរួមបាបកម្មជាមួយគ្នាផងដែរបើយើងមានមេត្តាកាយកម្មមេត្តាវិច័យកម្មមេត្តាមនោកម្មទាំងទីចំពោះមុខទាំងទីកំបាំងមុខទៅរកគេហើយគេនៅទទួលមិនបានគឺវាជាកិលេសរបស់គេដោយឡែកមិនមែនយើងជាអ្នកបៀតបៀនគេទេបើយើងកើតទុកមិនសុខចិត្តតើអ្នកណាកើតទុកជំនួសយើងហើយបើពេលនេះយើងមិនសុខស្ងប់ទេតើចាំដល់ពេលអស់ព្រះពុទ្ធសាសនាទៅឬទៅបានយើងមានសេចក្តីសុខស្ងប់នោះឬក៏ចង់ឲ្យអ្នកណាមកសុខស្ងប់ជំនួសយើងព្រះពុទ្ធអង្គទ្រង់ត្រាស់ថាក៏បីលះបង់នៅគ្រឿងជាប់ជំពាក់ក្នុងលោកហើយសម្លឹងសេចក្តីស្ងប់មនុស្សយើងបានជីវិតមួយថ្ងៃហើយនៅកើតទុករឿងនេះកើតទុករឿងនោះព្រោះមិនចេះប្រើប្រាស់របស់ដែលមានឲ្យជាប្រយោជន៍រវល់តែចង់បានរបស់ដែលអត់នឹងឯងយើងមិនសុខចិត្តត្រង់ដែលថាគេយករបស់យើងចុះជីវិតនេះព្រមទាំងអ្វីដែលនៅមានទៀតនោះអ្នកណាគេឲ្យយើងការដែលចេះតែទទួលមិនចេះលះលែងហៅថាការប្រកាន់គឺឧបាទានដែលនាំឲ្យកើតទុក្ខច្រើនឡើងបើមិនទទួលយកអ្វីជារបស់យើងទេដូច្នេះយើងក៏មិនមានអ្វីត្រូវបាត់បង់ដែរតណ្ហាដូចជាចោរអញ្ចឹងចាប់យករបស់ក្នុងលោកមកប្រកាន់ថានោះជារបស់អញ
លទ្ធផលគឺជាអ្នកទោសជាប់គុកមច្ចុរាជព្រះពុទ្ធអង្គទ្រង់ឆ្លងរួចហើយព្រះអង្គទ្រង់ត្រាស់សម្ដែងធម៌ឲ្យសត្វលោកបានឆ្លងរួចផងគឺឆ្លងស្ទឹងតណ្ហានឹងឯងការដែលមិនទាន់ដឹងការពិតចិត្តបោកបញ្ឆោតយើងថាមានយើងមានគេមានរបស់យើងមានរបស់គេមានអ្នកឲ្យយើងស្រឡាញ់មានអ្នកឲ្យយើងស្អប់មានអ្វីអ្វីនៅក្នុងលោកឲ្យយើងសប្បាយឲ្យយើងកើតទុក្ខជាដើមគួរឲ្យរង្គៀសចំពោះការមិនដឹងនៅសច្ចធម៌នេះណាដូច្នេះត្រូវព្យាយាមអប់រំបញ្ញាឲ្យដឹងការពិតដែលជាសច្ចធម៌ទើបចិត្តមិនអាចបោកបញ្ឆោតឲ្យយើងត្រេកអរនិងប្រកាន់មាំនៅក្នុងបញ្ញខណ្ឌតទៅទៀតបានព្រោះយើងងងឹតភ្នែកទើបគេបោកយើងអំពីរូបារម្មណ៍បានគឺគេយកសម្ពុតកញ្ចាស់ខ្មៅកខ្វក់មកឲ្យយើងស្លៀកដណ្ដប់ដោយប្រាប់ថាសម្ពុតថ្មីសល្អស្អាតលុះដល់បកភ្នែកភ្លឺឡើងវិញទើបដឹងថាគេបោកប្រាស់យើងយ៉ាងណាមិញអវិជ្ជាដូចជាស្បែកបាំងភ្នែកឲ្យងងឹតបញ្ញខណ្ឌដូចជាសម្ពុតកញ្ចាស់ខ្មៅកខ្វក់ព្រះនិព្វានដូចជាសម្ពុតសល្អស្អាតចិត្តប្រកបដោយរាគៈនឹងឯងដែលបោកបញ្ឆោតឲ្យយើងត្រេកអរនៅក្នុងបញ្ញខណ្ឌតលតែបកស្បែកភ្នែកគឺអវិជ្ជាចេញទើបអាចស្គាល់បញ្ញខណ្ឌនិងព្រះនិព្វានតាមពិតហើយដឹងអ្នកណាបោកប្រាស់តាមពិតផងដែរលុះដឹងអ្នកណាបោកប្រាស់តាមពិតហើយទើបឈប់ចាញ់បោកនឿយណាយនឹងបញ្ញខណ្ឌត្រេកអរនឹងព្រះនិព្វានយើងកើតទុក្ខព្រោះគេមិនស្រឡាញ់យើងគួរពិចារណាថាការស្រឡាញ់គ្នាដោយរាគៈជាអកុសលមិនអាចបានគ្នាជាទីពឹងទេគ្រប់គ្នាមានចរីមានព្យាធិមានមរណៈមានសេចក្តីសោកនិងមានសេចក្តីសៅមងដូច្នេះគួរមានមេត្តាចិត្តដល់គ្នានឹងគ្នានាំគ្នាពឹងកុសលរក្សាសិលធ្វើទានបានជាយានទៅរកសេចក្តីស្ងប់ត្រូវចាំថាជាកល្យាណមិត្តនឹងគ្នាទើបអាចជួយគ្នាបានបើដឹងថាខ្លួនជាទីស្រឡាញ់របស់ខ្លួនត្រូវតែថែរក្សាខ្លួនឲ្យបានល្អឲ្យជាការរក្សាដ៏ល្អកុំសន្សំរឿងអាក្រក់ដាក់ខ្លួនត្រូវយល់ថាកិលេសក្នុងចិត្តខ្លួនឯងដែលប្រមូលរឿងមិនល្អដាក់ខ្លួនធ្វើឲ្យខ្លួនឯងជាធុងសម្រាមត្រូវចាំថាមានតែខ្លួនឯងម្នាក់ដែលស្រឡាញ់ខ្លួនក៏អាចជាទីពឹងនៃខ្លួនឯងបានហើយប៉ុន្តែជាធម្មតាកាលណាបើយើងស្រឡាញ់ខ្លួនរក្សាខ្លួនបានត្រឹមត្រូវតាមធម៌របស់សប្បុរសហើយនោះគឺមិនខ្វះអ្នកស្រឡាញ់យើងឡើយទាំងមនុស្សទាំងទេវតាត្រូវប្រយ័ត្នពាក្យសម្ដីពេលខឹងក៏ត្រូវប្រយ័ត្នពេលស្រឡាញ់ក៏រឹតតែត្រូវប្រយ័ត្នខ្លួនទៅជាអ្នកបោកប្រាស់គេដោយសម្ដីផ្អែមស្ករអាចធ្វើឲ្យអ្នកបរិភោគកើតរោគក៏បានដូច្នោះត្រូវសម្លឹងឲ្យឃើញប្រយោជន៍ជាមុនសឹមនិយាយគឺប្រយោជន៍ដែលសម្រេចបានអំពីពាក្យពោលនឹងឯងមិនថាប្រយោជន៍នោះកើតមានដល់អ្នកណាឡើយសូម្បីតែអ្នកដែលស្អប់យើងក៏បានជំងឺផ្លូវចិត្តម្យ៉ាងទៀតព្រោះគិតថាគេមិនឲ្យតម្លៃយើងខំប្រឹងទៅរករឿងគេដើម្បីទាមទារតម្លៃរឹងរិតតែថោកថែមទៀតការដែលព្យាបាលរោគមួយនេះគឺត្រូវចេះគិតឲ្យតម្លៃខ្លួនឯងដោយខ្លួនឯងគឺចំណេះដឹងនិងគុណធម៌កត្តាពីរយ៉ាងនេះសំខាន់ណាស់គឺជាអ្នកធ្វើខ្លួនយើងឲ្យបានជាព្រះអរិយបុគ្គលទៀតផងដុំដីសោះគេអាចច្របាច់ធ្វើឲ្យមានតម្លៃមនុស្សយើងសពថ្ងៃមានធម៌មានវិន័យមានពុទ្ធសាសនាសម្រាប់ឆ្លាក់ឆ្នៃជីវិតដូច្នេះត្រូវតែព្យាយាមកូនព្រះពុទ្ធត្រូវតែឆ្លាតចំណុចគ្រោះថ្នាក់របស់សត្វលោកដែលគួរឲ្យភ័យខ្លាចម្យ៉ាងគឺការមិនព្រមទទួលយកនៅសេចក្តីពិតត្រង់ដែលថាសេចក្តីស្រឡាញ់គ្រាន់តែជាភ្ញៀវដែលមកហើយដល់ពេលក៏ត្រឡប់ទៅវិញតែប៉ុណ្ណោះនៅមានចំណុចគ្រោះថ្នាក់ម្យ៉ាងទៀតជាទូទៅសម្រាប់សត្វលោកគឺនៅត្រង់សេចក្តីសម្គាល់ថា
អាត្មាអញជាអ្នកបាននៅអ្វីជាទីស្រឡាញ់ពេញចិត្តនៅក្នុងលោកនេះវាជាគ្រោះថ្នាក់ដ៏អាចកំបាំងណាស់មិនងាយសត្វលោកបានដឹងឡើយគឺថាចំណុចដែលត្រូវសង្កេតនៅត្រង់អាត្មាអញនៅក្នុងលោកនេះនឹងឯងសេចក្តីត្រេកអរជាមួយនឹងរបស់ក្នុងលោកធ្វើឲ្យសត្វលោកឃ្វៀងពីផ្លូវសតិប្បដ្ឋានទាំងដែលសម្បត្តិរបស់ព្រះសម្មាសម្ពុទ្ធនៅមានក៏សត្វលោកនៅតែស្វែងរកសម្បត្តិរបស់មាដដែលចំណុចដោះស្រាយគឺត្រូវស្វែងរកខ្លួនឯងតើអ្វីជាខ្លួនយើងពិតដោយបរមត្ថដែលជាអ្នកបានអ្វីនៅក្នុងលោកនោះមានពាក្យហៅទុះទាយលេខទូរស័ព្ទថាលេខនឹងអាក្រក់បានហើយតែប្រែជាបាត់បង់ទៅវិញខិតខំឥតប្រយោជន៍ពាក្យនេះជាពាក្យត្រឹមត្រូវចំពោះសង្ខារធัวដែលមិនទៀងមានហើយរកមានមិនបានពាក្យថាខិតខំឥតប្រយោជន៍គឺខិតខំបំរើតណ្ហាចិញ្ចឹមទុកចំណែកលេខទូរស័ព្ទជាបញ្ញត្តិមិនមែនកុសលធัวមិនមែនអកុសលធัวហើយក៏មិនមែនជាអព្យាកតធัวដែរដំណោះស្រាយចំពោះសង្ខារធัวដែលមិនទៀងជាទុក្ខជាអនត្តាគឺកំណត់ដឹងសង្ខារធัวតាមពិតបង្អោនចិត្តទៅកាន់ព្រះនិព្វានអស់តណ្ហាឈ្នះទុក្ខទាំងពួងនៅមានការទាយមួយទៀតថាលេខនឹងធម្មតាមានលៀបមានបងមិនបានទទួលផលអ្វីទេជាធម្មតានៃលោកធម៌8គឺមានលៀបអត់លៀបមានយុះអត់យុះសរសើរនិន្ទាសុខទុក្ខទាំងអស់នេះឯងសុទ្ធតែជាការមិនទៀងមិនមានអ្នកណាសប្បាយជាមួយនឹងអ្វីណាបានរហូតនោះទេហើយក៏មិនមានអ្នកណាកើតទុក្ខរហូតដែរឯពាក្យថាមិនបានទទួលផលអ្វីឡើយគឺវាស្ថិតនៅក្នុងន័យដូចជាសត្វជ្រូកដែលខិតខំបរិភោគអាហារយ៉ាងនឹងឯងតើធំធាត់សាច់ឈាមបានប្រយោជន៍អ្វីដល់ខ្លួនឯងនោះនេះជាលោកធម៌មិនមែនលេខទូរស័ព្ទទេឯដំណោះស្រាយគឺសិក្សាលោកធម៌តាមពិតកំណត់ដឹងនាមរូបដោយបរិញ្ញា3មិនញាប់ញ័រនឹងលោកធម៌ជាមង្គលដ៏ឧត្តមមានលេខខ្លះទៀតធម្មតាចិត្តច្របូកច្របល់លំបាកសម្រាប់ចិត្តតាមពិតចិត្តបែបនេះមានតាំងពីមុនប្រើទូរស័ព្ទម្លេះចិត្តច្របូកច្របល់ក៏ជាចិត្តមួយបែបអ្នកដែលមានលេខថាល្អណាស់ក៏មានចិត្តបែបនេះដែរសំបីទេវតាក៏មានចិត្តច្របូកច្របល់លំបាកសម្រាប់ចិត្តឲ្យតែនៅជាពុទ្ធជនព្រោះវាជាមោហៈមូលចិត្តវិជិកិច្ឆាសម្បយុទ្ធមិនមានអធិមោខៈជាតួឲ្យសម្រេចចិត្តឡើយម្យ៉ាងទៀតទោះជាមានអធិមោខៈឲ្យសម្រេចចិត្តក៏មិនទាន់ប្រកាសថាល្អវាអាចសម្រេចចិត្តក្នុងលោភៈក្នុងទោសៈក៏បានដែរដំណោះស្រាយគឺចម្រើនសតិប្បដ្ឋានរលឹកដឹងចិត្តច្របូកច្របល់នោះគ្រាន់តែជាចិត្តបរមត្ថមួយបែបប៉ុណ្ណោះមិនមែនជាតួខ្លួនយើងឡើយហើយការសម្រេចចិត្តយ៉ាងណានោះនៅលើពេលវេលាសមគួរតាមហេតុរឿងសំខាន់គឺសម្រេចចិត្តមិនធ្វើអំពើអាក្រក់មានលេខមួយទៀតនោះថាល្អតែខ្វះទំនុកចិត្តលើខ្លួនឯងវានៅលើសមត្ថភាពក្នុងការងាររឿងសំខាន់ឲ្យតែមានទំនុកចិត្តចំពោះសេចក្តីល្អដែលខ្លួនឯងបានធ្វើវាគ្មានអ្វីដែលសំខាន់សម្រាប់យើងជាងខ្លួនយើងជាមនុស្សល្អនោះទៀតទេប៉ុន្តែសូមកុំឲ្យគិតថាយើងល្អអស់ត្រឹមប៉ុណ្្នឹងហើយមនុស្សយើងចេះគិតគូរប្រាក់តិចច្រើនសម្រាប់ធ្វើបុណ្យប៉ុន្តែមិនសូវចេះគិតគូរពាក្យសម្ដីដែលត្រូវនិយាយតាមពិតបុណ្យឬបាបធំនៅនឹងមាត់យើងនិយាយនឹងឯងមុននឹងនិយាយត្រូវចេះគិតឲ្យមានប្រយោជន៍ពាក្យត្រូវនិយាយសើមនិយាយមិនចាំបាច់ពោលគ្រប់ពាក្យដែលចង់និយាយនោះទេមាត់មានក្របដបមានឆ្នុកគឺអត់ធន់ចំពោះចំណងដែលចង់និយាយនឹងឯងនិយាយពាក្យមានប្រយោជន៍ទាំងដែលជាពាក្យត្រូវចិត្តអ្នកដទៃនេះជាសម្ដីទឹកឃ្មុំហៅថាមធុភាន័យនិយាយពាក្យពិតត្រឹមត្រូវគោរពពាក្យសន្យានេះជាសម្ដីផ្កាក្លិនក្រអូបហៅថាពុភភាន័យនិយាយពាក្យមិនពិតវជ័យទុច្ចរិតផ្សេងនេះជាសម្ដីលាមួកហៅថាគូថភាន័យធ
ធ្លាប់និយាយឲ្យគេខ្លាចគ្រាន់តែហើបមាត់ចង់និយាយគេភ័យស្រែកទៅហើយដូច្នេះត្រូវរៀននិយាយពាក្យមានប្រយោជន៍ជាពាក្យពិតទាំងដែលគេចូលចិត្តស្ដាប់បានស្ដាប់ហើយមានសេចក្តីសុខចម្រើនសតិបញ្ញាមិនចាំបាច់រកនឹកពាក្យនិយាយឲ្យគេសើចនោះទេនិយាយឲ្យគេដឹងការពិតនៃជីវិតនេះវិញទើបជាពាក្យដែលគេគួរបូជានិយាយលើកឡើងនៅបញ្ហានាំឲ្យអ្នកស្ដាប់ខ្វាយខ្វល់កើតទុក្ខមិនមែនជាការសម្ដែងធម៌ទេនិយាយដោះស្រាយគ្រប់បញ្ហាក្នុងជីវិតអ្នកស្ដាប់កើតបញ្ញាបានស្ងប់ចិត្តនេះជាការសម្ដែងធម៌អ្វីណាដែលអស់ទៅហើយក៏អស់ទៅចុះទោះជាអស់ទៅបែបណាក៏ដោយគឺអស់ដូចគ្នាទេអ្វីដែលសំខាន់សម្រាប់យើងគឺអ្វីណាដែលនៅមានអ្នកមានបញ្ញារមែងចេះប្រើពេលវេលារបស់ខ្លួនជាមួយនឹងរបស់ដែលនៅមានឲ្យបានសម្រាប់ជាប្រយោជន៍ច្រើនជាទីបំផុតដោយមិនរវល់តែគិតស្ដាយនៅអ្វីដែលអស់ទៅនោះឡើយពាក្យថាអស់បាលីថាខយៈនៅក្នុងពួកអនិច្ចំគឺបានដល់អ្វីដែលកើតអំពីបច្ច័យនឹងឯងបើមិនមានតណ្ហាចាប់ប្រកាន់ថានោះជារបស់យើងទេសេចក្តីសោកស្ដាយថាគេយករបស់យើងក៏មិនមានដែរដោយបរមត្ថសច្ចៈមិនមានយើងមិនមានអ្នកដទៃទេគឺមានតែខណ្ឌខាងក្នុងខណ្ឌខាងក្រៅប៉ុណ្ណោះដែលកើតហើយរមែងវិនិច្ឆ័យទៅវិញជាធម្មតាគំនិតមនុស្សយើងសំខាន់ខ្លាំងណាស់ជាតួរៀបចំជីវិតមកហើយនឹងរៀបចំតទៅទៀតយ៉ាងណាដូច្នេះត្រូវប្រយ័ត្នគំនិតគិតខុសប្រកបដោយភាពល្ងង់ខ្លៅត្រូវសិក្សាព្រះពុទ្ធវចនៈឲ្យបានច្រើននិងអប់រំចិត្តស្ងប់ចម្រើនបញ្ញាសេចក្តីសុខប៉ុណ្ណាគឺស្ថិតនៅលើគំនិតខ្លួនឯងដែលនាំមកនៅសេចក្តីសុខស្ងប់ឧទាហរណ៍ដូចជាការចេះគិតឲ្យល្មមចិត្តនៅក្នុងជីវិតនឹងឯងដោយមិនចាំបាច់គិតប្រៀបធៀបជាមួយនឹងជីវិតរបស់អ្នកដទៃឲ្យកើតនៅសេចក្តីទុក្ខខ្លួនឯងឡើយមនុស្សយើងគួរតែចេះគិតថាបានប៉ុណ្ណឹងហើយនៅខ្វះអ្វីទៀតសម្បត្តិនៅក្នុងโลกនេះនោះទោះជាបានប៉ុន្មានក៏មិនគ្រប់សម្រាប់លោភៈដែរដូចភ្លើងមិនឆ្អែតដោយអុសឬសមុទ្រមិនឆ្អែតដោយទឹកដែលហូរចូលទៅដូច្នោះឯងគួរតែរកភាពគ្រប់គ្រាន់ឲ្យខ្លួនឯងរស់នៅបានសេចក្តីសុខទើបគប្បីនឹងខ្លួនឯងជាមនុស្សយើងមិនមែនល្ងង់ដល់ថ្នាក់រត់ប្រណាំងជាមួយនឹងស្រមោលខ្លួនឯងដោយគិតថាប្រជែងជាមួយនឹងអ្នកដទៃនោះទេប៉ុន្តែត្រង់ដែលមនុស្សយើងប្រជែងលៀបយុះជាដើមជាមួយនឹងអ្នកដទៃតាមពិតគឺជាការរត់ដេញតាមពួកកិលេសរបស់ខ្លួនឯងកិលេសនេះឯងដែលធ្វើឲ្យគំនិតគិតថាមានយើងមានអ្នកដទៃបើយើងរត់ស្រមោលក៏រត់បើយើងដើរស្រមោលក៏ដើរបើយើងឈប់ស្រមោលក៏ឈប់បើយើងអង្គុយស្រមោលក៏អង្គុយបើយើងដេកស្រមោលក៏ដេកស្រមោលរមែងប្រព្រឹត្តទៅតាមរូបទាំងអស់តែបើយើងចូលមកលុបនឹងបាត់ស្រមោលយ៉ាងណាកាយវេទនាចិត្តធัวជាទីតាំងនៃសតិរលឹកសតិប្បដ្ឋានវិបស្សនាមគ្គញ្ញាណធ្វើឲ្យសត្វលោកឈប់រត់ដេញតាមកិលេសដូច្នោះឯងទុកនៅក្នុងចិត្តរបស់យើងវានឹងរលត់រលាយបាត់អស់កាលបើយើងដូរការគិតរបស់យើងរឿងនេះមិនមានការចោះទុនអ្វីធំដុំនោះទេប៉ុន្តែយើងបាននៅការរស់នៅដ៏ប្រសើរឡើងដូច្នេះអ្នកប្រាថ្នាការរស់នៅឲ្យសប្បាយចិត្តត្រូវហ្វឹកហាត់គំនិតតាមព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងហើយដឹងខ្លួនថាមានទុក្ខត្រូវប្រយ័ត្នចាញ់បោកតណ្ហានាំទៅរកសុខត្រូវកំណត់ដឹងទុក្ខឲ្យឃើញថាអ្វីជាតួទុក្ខដូច្នេះទើបមិនលុះក្នុងអំណាចនៃតណ្ហាពាក្យសម្ដីដែលចេញអំពីមាត់ហើយយើងមិនអាចប្រើកម្លាំងអ្វីដំរី10 20ឬគ្រឿងចាក់ដើម្បីអូសទាញឲ្យត្រឡប់មកវិញបានឡើយ
ដោយបរមត្តវជ័យវញ្ញត្តិសត្វរូបកើតព្រោះមានចិត្តជាសមុទ្ឋានដោយវោហាគឺមនុស្សយើងជាអ្នកបង្កើតជាអ្នកសាងឡើងបានដោយងាយងាយលើកលែងតែមនុស្សគោឬឈឺមាត់បើយើងនិយាយអត់គិតអត់មានការពិចារណានិយាយតាមតែចិត្តចង់និយាយវាអាចទំលាយប្រយោជន៍អ្នកដតីធំដុំណាស់អ្នកខ្លះមានក្តីសង្ឃឹមព្រោះតែរឿងនឹងមួយគត់ប៉ុន្តែត្រូវរលាយបាត់អស់ត្រូវខកចិត្តព្រោះតែពាក្យសម្ដីរបស់យើងប៉ុន្មានម៉ាត់សំបីថាពាក្យសម្ដីមិនប្រទុសរាយអ្វីដល់រាងកាយប៉ុន្តែអាចប្រទុះដល់ចិត្តអ្នកដែលស្រឡាញ់យើងឲ្យស្លាប់ទាំងរស់ឬអាចឲ្យគេធ្វើអត្តឃាតក៏បានអត់បាយអត់ទឹកឬឈឺចាប់នៅក្នុងដើមទ្រូងក៏បានដែរពាក្យសម្ដីធ្ងន់ស្រាលអ្វីយ៉ាងណាវានៅលើអ្នកនិយាយបើមនុស្សឈួតតាមផ្លូវជេរយើងគ្រាន់តែមើលមុខដឹងរឿងហើយក៏ដើរចេញទៅដោយមិនបានយកចិត្តទុកដាក់អ្វីឡើយប៉ុន្តែចំពោះមនុស្សដែលយើងស្រឡាញ់គ្រាន់តែនិយាយប៉ុន្មានម៉ាត់ប៉ុណ្ណោះអាចឲ្យយើងហូរទឹកភ្នែកច្រើនថ្ងៃច្រើនខែសឹងតែរកថ្ងៃត្រឡប់មកល្អមកស្រួលនឹងគ្នាវិញមិនបានផងនេះជាបទពិសោធន៍នៃការរស់នៅជាមួយគ្នាឲ្យយើងដឹងថាពាក្យសម្ដីវាសំខាន់ខ្លាំងណាស់ត្រូវតែគិតមុននឹងនិយាយបើគិតពីកម្លាំងខ្យល់វិញខ្យល់មាត់ដែលយើងនិយាយនោះវាបន្តិចបន្តួចទេតែដល់អ្នកដតីចាប់យកមកធ្វើទុកក្នុងចិត្តវាក៏คล้ายទៅជាខ្យល់ព្យុះខ្យល់កន្ត្រាក់ញ័រញាក់ក្នុងចិត្តក្តុកក្តួលបេះដូងក្នុងរយៈពេលវេលាទៅតាមរឿងដូច្នេះនៅចិត្តគ្នាឲ្យប្រយ័ត្នពាក្យសម្ដីព្រោះសំបីក្រោយមកមានការខមាទោសឲ្យអភ័យដល់គ្នាហើយក៏ដោយប៉ុន្តែការដែលត្រឡប់រកល្អដឹងខ្លួនថាស្និទ្ធស្នាលចំពោះគ្នាដូចមុនទៀតវាជារឿងលំបាកអាចមិនបានជារៀងរហូតទៀតផងដូចរឿងភិក្ខុពីរអង្គជាសម្លាញ់នឹងគ្នាដែលទេវតាបានញុះញង់បំបែកដើម្បីពិសោធន៍មើលទីបំផុតក៏ត្រូវបែកគ្នាសូម្បីក្រោយមកដឹងរឿងពិតហើយខមាទោសឲ្យអភ័យដល់គ្នាហើយក៏ដោយក៏មិនអាចជាសម្លាញ់នឹងគ្នាតទៅទៀតបានដែរចំពោះសេចក្តីទុក្ខនៅក្នុងរឿងអ្វីមួយដែលកើតមានឡើងជាធម្មតាវាតែងតែរលាយអស់ទៅតាមពេលវេលារហូតដល់រឿងខ្លះបានភ្លេចទៅហើយដូច្នេះអ្នកមានសេចក្តីទុក្ខទាំងឡាយត្រូវចេះអត់ធន់រងចាំពេលវេលារស់នៅដោយសេចក្តីសុខស្រួលសារជាថ្មីវាអាចរៀបចំដំណើរជីវិតបានប្រសើរឡើងជាងមុនទៅទៀតផងនេះជារដូវកាលនៃជីវិតដូចជាជីវិតនាងបដាចាជាដើមត្រូវចេះគិតថាអ្នកដែលមានទុក្ខរាប់លានអ្នកសំបីតែទេវតាក៏ចេះកើតទុក្ខដែរប៉ុន្តែជោគជ័យគឺនៅត្រង់ផ្លូវឥឡូវនេះយើងកំពុងតែមានឱកាសរកទីពឹងខាងក្នុងគឺពឹងខ្លួនឯងដែលជាទីពឹងដ៏អស្ចារ្យដែលយើងមិននឹកស្មានថាខ្លួនយើងអាចធ្វើទីពឹងឲ្យខ្លួនឯងបានដូច្នេះសោះប៉ុន្តែត្រូវមានព្រះធម្មរតនៈជាទីពឹងទីរលឹកពោលដោយបរមត្តបញ្ចក្ខន្ធគឺជាទុក្ខតែបើពោលដោយវោហាយើងនឹងហើយជាអ្នកកើតទុក្ខនោះព្រោះវាមានយើងឯណាផ្សេងពីបញ្ចក្ខន្ធទៀតទាំងដែលបញ្ចក្ខន្ធក៏មិនបានទៅព្រះនិព្វានដែរកើតឡើងហើយតែងរលត់ទៅវិញប៉ុន្តែដំណើរនៃការរួចផុតចាកទុក្ខគឺកំណត់ដឹងបញ្ចក្ខន្ធលះសេចក្តីប្រកាន់ថាជាសត្វបុគ្គលតួខ្លួនមិនមានទុក្ខផ្លូវចិត្តសង្សារទុក្ខក៏មិនមាននេះជាទីបំផុតទុក្ខគឺព្រះនិព្វានទុក្ខនៅក្នុងអនាគតវដ្តសង្សារមិនមានទីបំផុតដែលត្រូវកើតព្រោះតណ្ហាណាការដែលតណ្ហានោះអស់ហើយនេះឯងឈ្មោះថាទុក្ខនិរោធគឺព្រះនិព្វានសូមអនុមោទនីបើយើងនិយាយដោយមានសតិចេះត្រេះរិះពិចារណា
យើងរមែងបាននៅបនដ៏ធំគឺការមិនប្រទុសរាយបៀតបៀនផ្លូវចិត្តនៃអ្នកដទៃដោយគ្នាដែរបើយើងស្ដាប់ដោយមានសតិចេះត្រេះរិះពិចារណាយើងរមែងបាននៅសេចក្តីសុខស្ងប់ត្រង់ដែលមិនបានយកអារម្មណ៍គឺពាក្យអ្នកដទៃនោះមកប្រទុសរាយបៀតបៀនដល់ចិត្តសន្តានរបស់យើងនឹងឯងត្រូវរលឹកឃើញថាអ្វីសុទ្ធតែមានហេតុត្រឹមត្រូវជាការពិតគឺត្រូវតែយ៉ាងនឹងឯងយល់ព្រមសុខចិត្តស្ងប់ត្រជាក់ទាល់តែចេះល្មមបានមានរបស់គ្រប់បើមិនបាននៅអ្វីដែលជាទីពេញចិត្តទេត្រូវល្មមចិត្តជាមួយនឹងអ្វីដែលខ្លួនឯងមានប៉ុណ្ណឹងទៅកុំចេះតែចង់បាននៅអ្វីឲ្យលើសល្មមនោះព្រោះក្នុងโลกនេះมันមានអ្វីឲ្យបានគ្រប់គ្រាន់សម្រាប់មនុស្សដែលមិនចេះល្មមនោះឡើយសេចក្តីសុខនិងសេចក្តីទុក្ខសុខនៅនឹងចិត្តរបស់យើងចំណែកទុក្ខក៏នៅនឹងចិត្តរបស់យើងដែរដូច្នេះត្រូវចេះមើលថែចិត្តរបស់ខ្លួនឯងឲ្យបានល្អគ្រប់គ្នាសុទ្ធតែចង់បាននៅសេចក្តីសុខគ្រប់គ្នាចង់បានសុខគ្រាន់តែថាតើស្គាល់សុខពិតដែរឬទេព្រោះសុខមានពីរយ៉ាងគឺសេចក្តីសុខពិតនិងសេចក្តីសុខคล้ายសេចក្តីសុខคล้ายគឺសុខនាំទុក្ខមកប្រគល់ឲ្យឯចំណែកសេចក្តីសុខពិតគឺសុខកំចាត់ទុក្ខឲ្យអស់ពីជីវិតនិងឲ្យអស់ពីវដ្តសង្សារដូច្នេះដើម្បីឲ្យបានស្គាល់សេចក្តីសុខដ៏ពិតប្រាកដត្រូវអប់រំបញ្ញាឲ្យស្គាល់ទុក្ខនៅក្នុងវដ្តព្រោះទុក្ខមិនមែនមានតែក្នុងអត្តភាពមួយនេះទេដរាបណានៅមានតណ្ហាដរាបនោះទុក្ខនៅតែមានលុះត្រាតែកំចាត់តណ្ហាបានទៅបានសុខដ៏ពិតប្រាកដដែលជាបរមសុខរឿងតូចតាចតែសំខាន់ត្រង់សុខចិត្តកុំបណ្ដោយឲ្យរឿងបន្តិចបន្តួចទៅជាមានអំណាចមកទម្លាយសេចក្តីសុខរបស់យើងក្នុងបច្ចុប្បន្នតើយើងរស់នៅដើម្បីអ្វីបើមិនដើម្បីរក្សាសេចក្តីសុខក្នុងជីវិតទេនោះកុំចេះតែស្រមៃទៅរកអ្វីធំដុំសម្រាប់សេចក្តីសុខសពថ្ងៃនេះគឺឲ្យតែយើងចេះយកចិត្តទុកដាក់ឲ្យសេចក្តីសំខាន់ក្នុងការថែរក្សាចិត្តជាមួយនឹងរឿងតូចតាចផ្សេងធ្វើទៅនិយាយទៅគិតទៅព្រមដោយសេចក្តីសុខដែលប្រះចាកទោសរួចហើយនឹកឃើញសេចក្តីសុខបន្ថែមទៀតបុណ្យដែលយើងបានធ្វើនាំឲ្យចិត្តបានសុខស្ងប់បុណ្យកុសលធ្វើឲ្យចិត្តសុខស្ងប់នេះជាការពិតដែលត្រូវយល់ដឹងជាក់ស្ដែងដោយខ្លួនឯងដូច្នេះទើបមិនត្រូវបណ្ដោយចិត្តឲ្យទៅតាមការស្រឡាញ់ទៅតាមការស្អប់គប់ទាស់នោះឡើយត្រូវឃើញការងារថែរក្សាចិត្តសំខាន់ជាទីបំផុតនៅក្នុងជីវិតរស់នៅទាំងត្រូវដឹងថាបាបអកុសលនឹងឯងដែលធ្វើឲ្យចិត្តក្រវល់ក្រវាយក្តៅក្រហាយមិនស្ងប់